មេភូមិដំរីស្លាប់ត្រូវបានអាជ្ញាធរដកចេញពីតំណែងក្រោយកាប់កេងលុយពីប្រជាពលរដ្ឋដែលជាជំនួយរបស់សម្ដេចតេជោហ៊ុនសែនឧបត្ថម្ភសម្រាប់ពលរដ្ឋមានប័ណ្ណក្រីក្រក្នុងអំឡុងការរាតត្បាតនៃជំងឺ COVID-19 មេភូមិដំរីស្លាប់លោកលងលុកបានកាប់កេងនិងយកលុយពីប្រជាពលរដ្ឋមានប័ណ្ណក្រីក្រដែលជាជំនួយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកក្នុងស្ថានភាពការពារទប់ស្កាត់ជំងឺ COVID-19 ត្រូវបានថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាសម្រាប់ដកហូតបញ្ចប់តំណែងកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2021កន្លងទៅអតីតមេភូមិដំរីស្លាប់រូបនេះត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយដោយហ៊ានស៊ីដាច់លុយដែលប្រមុខរាជរដ្ឋាភិបាលបានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រក្រោយសាច់ញាតិលោកយាយខុមណាវអាយុ63ឆ្នាំជាជនមានពិការភាពនិងមានកូនម្នាក់ខ្សោយបញ្ញាបានតវ៉ានៅសាលាឃុំដំរីស្លាប់ស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅក្នុងកិច្ចប្រជុំដំណោះស្រាយអតីតមេភូមិដំរីស្លាប់បានសារភាពថាគាត់ពិតជាបានយកលុយ COVID-19 ដែលសម្ដេចតេជោជួយឧបត្ថម្ភដល់លោកយាយខុមណាវដែលជាជនពិការចាប់តាំងពីបើកលើកដំបូងមកម្លេះដោយកុហកអ្នកភូមិថាលោកយាយពុំមានប័ណ្ណក្រីក្រតែអ្នកភូមិបានដឹងថាលោកយាយបានធ្វើប័ណ្ណក្រីក្រហើយនិងតាមការពិនិត្យលោកយាយពិតជាមានប័ណ្ណក្រីក្រពិតប្រាកដមែនក្រោយការដោះស្រាយលោកលងលុកអតីតមេភូមិដំរីស្លាប់បានសារភាពកំហុសនិងទទួលខុសត្រូវធានាសងលុយឲ្យលោកយាយគ្រប់ចំនួនវិញខណៈដែលពលរដ្ឋទាំងភូមិបានដាក់ពាក្យបណ្ដឹងទៅសាលាស្រុកកំពង់ស្វាយដើម្បីរកយុត្តិធម៌កុំឲ្យមេភូមិមេឃុំឬជនពុករលួយធ្វើបែបនេះតទៅទៀតក្រោយប្រជុំរកដំណោះស្រាយរួចហើយអភិបាលស្រុកនិងក្រុមប្រឹក្សាឃុំបានសម្រេចដកហូតតំណែងមេភូមិនេះចេញនិងអនុញ្ញាតឲ្យអនុភូមិឡើងជាមេភូមិដំរីស្លាប់ជំនួសវិញហើយបើសិនជាអនុភូមិនេះធ្វើការងារបានល្អនឹងធ្វើជាមេភូមិរហូតហើយប្រសិនបើអនុភូមិនេះធ្វើការងារពុំបានល្អនឹងត្រូវបោះឆ្នោតជ្រើសរើសមេភូមិថ្មីវិញពីនាងខ្ញុំស្រីនុច The Time News